มีช่วงเราบางปนออกนี้สวากรมการอัดบัตไม่ในการใช้ได้ปะยมบ้านจังมันดังแต่อพิโซดกับเพียตีประมาณเต้กับปัญหานี้ยมเมียนอัดบัตมวยละอมันเต้นสำหรับใจจูนเอาบางปนออกนี้ขนมสมัยปัจจุบันนี้เองจังก็โดยจีออกคุณดอสปอนเซอร์ต่างออกนี้ได้ยมเมียนสปอนเซอร์มาเราเล่าไว้มันเป็นดักบายดาวธนาออกเมียนสปอนเซอร์เต้ให้นักสปอนเซอร์นั้นก็สตักนี้เองกรมหุ่นบรรดาในตะปันนั้นเต้เอาไปทำไล่กาแฟไล่กระเตียวรอปรึกรอแครอเติร์ดอะไรจังนั้นนะ chẳng có đôi khi ngày nay dương chụp kiaនៅអត្ថបទថ្មីស្រឡាងតែម្ដងហើយខ្ញុំហ៊ាននិយាយថាអត្ថបទនេះគឺដឹងថាល្អសម្រាប់បងប្អូនអ្នកគ្នាដែលគាត់មិនដឹងថារស់បែបម៉េចយ៉ាងនេះខ្ញុំនិយាយអាក្រក់ស្ដាប់ចឹងហើយឲ្យគ្រាមភាសាស្រុកខ្ញុំតែម្ដងការរស់នៅវាចាំបាច់បំផុតគឺត្រូវរៀនពីរបៀបនៃការរស់នៅដូចលពូចាប់ឈានក៏បាននិយាយចឹងថាចេះមកពីរបៀបរៀនមានមកពីដឹងរបៀបរក អញ្ចឹងខ្ញុំហ៊ាននិយាយថាវាបែបហ្នឹងព្រោះខ្ញុំរងថ្ងៃអញ្ចឹងដូចគ្នាការរស់ស៊ីខ្ញុំធ្លាប់រស់ស៊ីដួលច្រើនហើយក៏ប៉ុន្តែនៅពេលដែលយើងរៀនពីវាយើងដឹងក្បួនពីវាការដើរក៏វាមានលំនឹងរញ្ញវត្ថុមួយក៏វាទទួលបានផលល្អជាងមុនដែរអញ្ចឹងអានេះបញ្ជាក់ឲ្យឃើញថារាល់ការធ្វើអីមួយក៏ដោយបើយើងដឹងពីការធ្វើគឺតែងតែទទួលបានផលអញ្ចឹងដូចគ្នាការរស់នៅបើយើងអត់ដឹងពីរបៀបនៃការរស់នៅទេប្រកាសណាស់ថាខ្លួនឯងមិនដឹងតែចង់បានអីអាពិតប្រកាសមិនដឹងតែខ្លួនឯងទៅណាទៅណីទេណាអញ្ចឹងដូចខ្ញុំបាននិយាយជាសារមួយអញ្ចឹងអត់ខ្វល់កុំខ្វល់ពីអ្នកដតីសំបីតែអ្នកជុំវិញខ្លួនមិនក៏ដោយលេគេល្អយើងល្អមួយគេគេអត់ល្អយើងមិនល្អមួយគេពេកទេយើងល្អក៏នៅល្អដោយពេលយើងក៏ដឹងតែខ្លួនឯងថាអញ្ចេះអានេះផ្ដាំផ្ញើតើអ្វីដែលខ្ញុំធ្លាប់ធ្វើយើងចង់ទៅណាយើងចង់ទៅដល់កន្លែងណាខ្ញុំសួរខ្លួនឯងតែប៉ុណ្្នឹងរងថ្ងៃមានថាខ្ញុំទៅកំពុងតែទៅណាខ្ញុំរងថ្ងៃអត់មានទៅណាទេខ្ញុំដឹងតែទៅណាឥឡូវអនាគតខ្ញុំចង់ធ្វើអីខ្ញុំចង់អីមានអីខ្ញុំមិនអាចទៅហាមាត់ដើម្បីប្រាប់គេថាអូខ្ញុំចង់បាននេះបាននោះតាំងតែខ្លួនឯងអត់មានអត់បានប្រឹងអត់មានចំណេះដឹងអីតទៅនឹងការអភិវឌ្ឍខ្លួនឯងទេអញ្ចឹងដូចគ្នាខ្ញុំអត់ខ្វល់ពីណាទេណាគេមកនិយាយដើមខ្ញុំទេព្រោះរងថ្ងៃមានតែខ្លួនឯងទេកុំឲ្យតែខ្លួនឯងនិយាយដើមខ្លួនឯងបានចម្លែកបើគេនិយាយដើមវាអត់ចម្លែកទេព្រះពុទ្ធក៏គង់មានអបចាញ់គ្រីស្ទបរិស័ទក៏ពួកគាត់មានប្រាស់ពួកគាត់សម្រាប់រួមគ្នាគាត់ក៏មានអបចាញ់ដូចគ្នាខ្ញុំអត់ច្បាស់ពីសាសនាទេក៏ប៉ុន្តែពួកខ្ញុំពុទ្ធសាសនាខ្ញុំយល់ពីពុទ្ធក៏ខ្ញុំដឹងថាព្រះពុទ្ធឬក៏ព្រះសម្មាសម្ពុទ្ធឬក៏ព្រះសម្មានគោតមហ្នឹងក៏មានផ្ចាញ់ដែរអញ្ចឹងដូចគ្នាជីវិតយើងរងថ្ងៃយ៉ាងដូចគ្នាបើសិនយើងដើរទៅជួបមានអ្នកផ្ចាញ់មានអ្នករករឿងមានអ្នកស្ដីឲ្យមានអ្នកនិយាយដើមអាជីវិតយើងមានន័យថាចិត្តជោគជ័យហើយបើយើងអត់ជោគជ័យទេគ្មានណាគេមកនិយាយដើមយើងខ្ញុំមិនហ៊ានតែនិយាយអញ្ចឹងហ្មងគេស្គាល់យើងមិនគេនិយាយដើមយើងគេនឹកយើងមិនគេនិយាយដើមយើងតែប៉ុណ្្នឹងទេអញ្ចឹងហើយខ្ញុំមាន5ចំណុចនិយាយកន្លំមាត់មានតែ5ចំណុចទេគឺតើតើនឹងពីរបៀបនៃការរស់នៅឲ្យមានក្តីសុខធ្វើយ៉ាងម៉េចដើម្បីឲ្យរស់នៅមានក្តីសុខធ្វើយ៉ាងម៉េចឲ្យរស់នៅដោយមិនបាច់ហត់ទី1កុំខ្វល់កុំហ្វាយហើយកុំព្រួយរឿងអ្វីក៏ដោយបើមិនពាក់ព័ន្ធនឹងយើងទេគ្រាន់តែស្ដាប់ឲ្យចោលទៅហើយញឹមឲ្យដើរចាញ់ទៅជីវិតគឺខ្ញុំបែបនឹងដូចគ្នាខ្ញុំទៅហាងកាហ្វេមួយមិត្តភ័ក្ដិខ្ញុំទៅហូបអីមួយមិត្តភ័ក្ដិជួបជុំបងប្អូនមិនក៏ដោយបើមិនមែនរឿងខ្ញុំទេគឺមិនពាក់ព័ន្ធនឹងជីវិតខ្ញុំទេគឺខ្ញុំស្ដាប់ហើយខ្ញុំបោះចោលខ្ញុំញឹមឲ្យខ្ញុំថាអូខេឬក៏បាត់ឬក៏អីគេទទួលយកតែប៉ុណ្្នឹងហើយខ្ញុំអត់យកមកដាក់ក្នុងខួរក្បាលរបស់ខ្ញុំទេអានេះត្រឡប់ឲ្យខ្ញុំធំបំផុតគឺខ្ញុំចូលចិត្តធ្វើបែបហ្នឹងមិនមែនថាខ្ញុំបុគ្គលជោគជ័យមិនមែនថាខ្ញុំជាមិនតែក៏ប៉ុន្តែពេលខ្លះរឿងខ្លះមិនចាំបាច់យកមកស្ដាប់ដាក់ក្នុងតិចឬក៏ដាក់ក្នុងខួរឲ្យវាហត់តែប៉ុណ្្នឹងទេរឿងគេនិយាយទៅធម្មតាមាត់គេយើងមិនអាចខាត់ថាអូកុំនិយាយអីអត់ទេគេនិយាយមិននិយាយទៅយើងក៏ស្ដាប់ហើយយើងចោលតែប៉ុណ្្នឹងទៅចំណុចទី2ផ្ដោតលើខ្លួនឯងកុំផ្ដោតលើអ្នកដទៃផ្ដោតលើខ្លួនឯងឆាប់រីកចម្រើនជាងមានព្រឹកឡើងងើបបិចងើបសភៅមកគាត់តែត្រូវធ្វើអីផ្ដោតលើអ្នកដទៃនាំតែរឿងដល់ខ្លួនឯងទេអានឹងវានិយាយអាក្រក់ស្ដាប់ទៅយើងជួយតែអ្នកដទៃមិនប្រឹងជួយខ្លួនឯងមិនប្រឹងអភិវឌ្ឍខ្លួនឯងមិនប្រឹងអភិវឌ្ឍទៅលើចំណេះដឹងផ្ទាល់ខ្លួនរបស់យើងទេបែរជាប្រឹងអភិវឌ្ឍអ្នកដទៃព្រួយបារម្ភអីពីគេអូគេសក់ទុកមិនអីមានបាយហូបអត់រងថ្ងៃតែខ្លួនឯងមិនទាន់មានលទ្ធភាពសម្រាប់ហូបអាហារថ្លៃចង់ស្គាល់ប្រទេសគេផងតែយើងព្រួយបារម្ភពីជីវិតគេបាត់ទៅហើយអាចចំណុចទី2ហ្នឹងក៏រៀងពិបាកដែរមានតែគ្រប់គ្នាក៏មានខ្ញុំក៏មានដែរក៏ប៉ុន្តែពេលខ្លះរៀនកាត់បន្ថយមកក្រោយសិនមិនតាន់ទៅមុខឲ្យថយមកក្រោយសិនអភិវឌ្ឍខ្លួនឯងហើយចាំអភិវឌ្ឍគេចំណុចទី3រស់នៅក្នុងថ្ងៃនេះកុំបារម្ភរឿងថ្ងៃស្អែកបើរស់ថ្ងៃនេះឲ្យបានល្អលទ្ធផលថ្ងៃស្អែកបញ្ជាអន់ប្រមាណទេដូចគ្នាចំណុចខ្ញុំចុចមួយហ្មងតែទៅនឹងខ្ញុំសួរថា
ខ្ញុំស្អែកខ្ញុំគិតអីអនាគតចង់ធ្វើអីចម្លើយគឺអត់ទេព្រោះអារឿងអាយើងក្តីស្រឡាញ់ big dream ឬក៏អនាគតរបស់យើងគឺមិនមែនដល់ប្រាប់គេទេមានន័យថាខ្ញុំអត់ប្រាប់គេទេខ្ញុំចង់ធ្វើអីខ្ញុំអត់ប្រាប់គេដែរដោយសារទី1គេអត់អាចសម្រេចក្តីសម័យកាន់តែនិយាយគឺកាន់តែអត់ប្រយោជន៍បកស្រាយច្រើនគឺស្មើនឹងអត់ប្រយោជន៍ចឹងដូចគ្នាម៉េចបារម្ភថាអូម្សិលមិញហ្នឹងគិតអីកុំគិតអតីតកាលកុំគិតអនាគតត្រូវគិតបច្ចុប្បន្នចំណុចនេះគឺគួរតែគិតឲ្យមានថាអ្នកគ្នាគិតឲ្យបិទថ្មែកសម្លឹងមើលថាថ្ងៃនេះយើងរស់បើនិយាយអាក្រក់ស្ដាប់យើងតាមបែបបុរាណហ្មងរស់កំដរថ្ងៃនេះរស់កំដរថ្ងៃស្អែកមានថាយើងប្រឹងហូបថ្ងៃនេះដើម្បីរស់កំដរថ្ងៃស្អែកបញ្ជាក់បានថាបើសិនជាអ្នកគ្នាបារម្ភថ្ងៃនេះតែខ្ញុំត្រូវមានអីហូបព្រឹកឡើងងាកឡើងថ្ងៃឡើងអញ្ចឹងមិនខ្វល់ទេថ្ងៃស្អែកគឺចាប់ផ្ដើមថាវាមិនអន់ប៉ុន្មានបើថ្ងៃនេះមានអីហូបហើយស្អែកមានស្អែកនេះហើយស្អែកក៏មិនអន់ជាងថ្ងៃនេះប៉ុន្មានដែរអញ្ចឹងបើសិនអ្នកគ្នាបដោតទៅលើអនាគតពេកអតីតកាលពេកមិនកើតទេភាសាមួយកាន់តែងាយស្ដាប់ទៅទៀតយើងគិតថ្ងៃនេះបានហើយស្អែកទៅអីអនាគតគិតឬក៏អនាគតគឺអនាគតគិតអតីតកាលគឺអតីតកាលអ្នកគិតយើងមិនបាច់តែគិតទេយើងគិតតែថ្ងៃហ្នឹងថាថ្ងៃហ្នឹងមានអីហូបបន្ទាប់មកផុតមកយប់ស្អែកឡើងគិតអញ្ចឹងទៀតកុំអោយគេនិយាយថាមួយទៀតណាមិនមែនថាអូរស់មួយកែស៊ីមួយកែពាក្យហ្នឹងពេលសម្រាប់ខ្ញុំគឺត្រូវព្រោះខ្ញុំអត់ចង់គិតឲ្យឈឺក្បាលទេជីវិតពេលខ្លះបើគិតច្រើនស្មុគស្មាញ stress ចប់ជីវិតអត់មានអីទេអត់មានន័យទេយើងគិតក៏ប៉ុន្តែវាជាភាពគិតផ្សេងឬក៏ការគិតមួយទៀតដែលហៅថាជានេះគេហៅថាការកត់ត្រាថាយើងរៀប plan plan ជីវិតឬក៏ challenge life ឬក៏អីផ្សេងចឹងតែអាហ្នឹងគឺផ្សេងតែបើយើងគិតថាអូស្អែកឲ្យមានបានអីហូបទេអាហ្នឹងគិតខុសហើយតែបើ plan ជីវិតខ្លួនឯងអាហ្នឹងយើងត្រូវតែគិតថាអូយើងអនាគតយើងត្រូវរៀបបែបម៉េចភាសាមួយងាយស្ដាប់មួយទៀតដែលកំ pl ខ្ញុំតែងតែនិយាយហ្មងគឺថាអនាគតគិតរបស់វាសិនដែរយើងគិតថ្ងៃហ្នឹងទៅទី4សំខាន់ដូចគ្នាកុំរស់ដាក់ក្តីលំពឹងលើអ្នកដទៃច្រើនពេករស់ត្រូវរៀនដាក់ក្តីសង្ឃឹមឬក៏ក្តីរំពឹងលើខ្លួនឯងកាន់តែច្រើនប្រសើរជាងដាក់ក្តីរំពឹងលើអ្នកដទៃឧទាហរណ៍អ្នកគ្នារស់នៅលើទូកមួយវាអត់អាស្រ័យទៅលើទូកនឹងទេមានន័យថាឧទាហរណ៍ខ្ញុំនិយាយឧទាហរណ៍មកតង់ទៀតហ្មងបើយើងរស់នៅលើទូកនឹងបើយើងអត់ព្យាយាមជួសជុលទូកនឹងទេប្រកាសជាលិចទូកអញ្ចឹងដូចគ្នាជីវិតរបស់អាណាគ្នាអត់អាចទៅពឹងអ្នកអតីអីពេកទេរឿងខ្លះចាំពឹងរឿងខ្លះត្រូវពឹងខ្លួនឯងសឹងតែ 100% តាំងកម្លាំងបាយកម្លាំងចិត្តធ្វើការត្រូវពឹងលើកម្លាំងខ្លួនឯងត្រូវអត់យើងអត់អាចពឹងកម្លាំងគេមកជួយធ្វើការបានទេលើកលែងតែយើងជាតកែក៏ត្រូវការគិតកម្លាំងក៏ត្រូវការយកលុយទៅដូរដូចគ្នាវាអត់មានណាគេមកយកលុយកើតមកលុយមកស្រាប់វាអត់ទេតកែក៏ត្រូវប្រើកម្លាំងចៅបុគ្គលិកក៏ត្រូវប្រើកម្លាំងអញ្ចឹងដូចគ្នាកុំព្យាយាមរំពឹងគេរំពឹងខ្លួនឯងកាន់តែច្រើនកាន់តែល្អស្វែងយល់ពីខ្លួនឯងកាន់តែច្រើនកាន់តែល្អដោយអត្ថបទខ្ញុំមុនខ្ញុំនិយាយថាងើបមកព្រឹកឡើងសួរខ្លួនឯងថាខ្ញុំចង់ទៅណាខ្ញុំទៅដល់ណាទីតាំងខ្ញុំទៅដល់ណាដូចយើងពុំជឿឡានណាឥឡូវខ្ញុំទៅព្រៃវែងខ្ញុំទៅដល់ព្រៃវែងខ្ញុំចូលឈប់ម្ដុំណាដូចគ្នាជីវិតអ្នកគ្នាដើររងថ្ងៃប្រឹងរងថ្ងៃហ្នឹងគឺខ្ញុំចង់ទៅណាខ្ញុំចង់មានអីដាក់ plan មកខ្លួនឯងមកខ្ញុំរងថ្ងៃខ្ញុំបានតែនិយាយក៏ប៉ុន្តែខ្ញុំអត់តន់សល់អីជាដុំកពួនក៏ប៉ុន្តែរងថ្ងៃខ្ញុំដូចខ្ញុំបាននិយាយគឺខ្ញុំកំពុងតែអភិវឌ្ឍជីវិតខ្លួនឯងកាន់ពីចំណុច0ទៅ1ឥឡូវខ្ញុំទៅបាន1ទេអត់តបាន10ទេចុះចំណុចខ្ញុំចំណុច1ខ្ញុំកំពុងតែ start up ទេចុះមិនមែនថាខ្ញុំនិយាយជាគ្រូជប់ជ័យ no មិនមែនជូជប់ជ័យទេតែខ្ញុំនឹងនាំអ្នកទាំងគ្នាទៅកាន់ភាពមួយដែលត្រឹមត្រូវអាចរកខ្លួនឯងឃើញចំណុចទី4ចំណុចទី5ចុងក្រោយគេក៏ជាចំណុចមួយដែលល្អដែរសម្រាប់បងប្អូនរស់នៅជាមួយមជ្ឈដ្ឋានមនុស្សជុំវិញខ្លួនច្រើនស្គាល់គេស្គាល់ឯងច្រើនអញ្ចឹងណាកុំទៅខ្វល់ខ្វាយពីខ្សែស្រឡាយឬក៏ខ្សែភ្នែករបស់អ្នកដទៃច្រើនពេកយើងមិនបាច់ទៅផ្គប់ចិត្តមនុស្សគ្រប់គ្នាទេរស់នៅជាខ្លួនឯងទៅវាល្អណាស់ទៅហើយចំណុចនេះខ្ញុំចង់និយាយថាអញ្ចឹងមានន័យថាអ្នកគ្នារងថ្ងៃអ្នកគ្នាត្រូវតែរួមផ្គប់ចិត្តមិត្តភ័ក្តិបងប្អូនអីចឹងទៅតែអនាគតឬក៏អ្វីដែលខ្លួនយើងរស់នៅគឺរស់នៅជាមួយនឹងខ្លួនឯងទេព្យាយាមផ្គប់ចិត្តខ្លួនឯងព្យាយាមរស់នៅដើម្បីខ្លួនឯងព្យាយាមហូបចុកក៏ដើម្បីខ្លួនឯងដែរមិនមែនហូបចុកដើម្បីអ្នកដទៃទេអញ្ចឹងដូចគ្នាគេចង់គិតមិនមកលើយើងគឺអាស្រ័យទៅលើគេការគិតរបស់គេគឺស្មើនឹងចំណេះដឹងរបស់គេហើយបើគេគិតយើងល្អស្មើនឹងចំណេះដឹងគេល្អហើយតែបើគិតមកយើងអាក្រក់
ស្មើនឹងគេអត់មានចំណេះដឹងយើងគិតខ្លីៗប៉ុណ្ណឹងងាយឯអត់អីទេទោះបីយើងអាក្រក់ដល់ចំណុចណាដោយក៏ប៉ុន្តែទី1យើងមិនមែនដល់ថ្នាក់យើងដើរទៅសម្លាប់កាប់គេតែប៉ុណ្ណឹងទេរឿងបទជនធម្មតាវាតែងតែមានរឿងអាក្រក់រឿងល្អតែប៉ុណ្ណឹងទេមិនថាប្រសង់មិនថាយើងធម្មតាសម័យឥឡូវហ្នឹងគឺមិនមានអាគេផុសហ្វិចគ្រប់រឿងទេអាចនិយាយថាជាបទជនហ្នឹងគឺស្មើនឹងយើងនៅជាមនុស្សធម្មតានៅត្រូវកាយគ្រឿងបែបយ៉ាងដូចសិលទាំង5ទាំង8ទាំង10អីចឹងជួនកាលមិនអ្នកកាន់តាំងខ្លួនតែជាអ្នកកាន់ទេក៏ប៉ុន្តែមិនមែនកាន់បានគ្រប់សពទាំងអស់ទេអ្នកខ្លះតាំងខ្លួនតែអ្នកកាន់សិលក៏ពិតមែនក៏ប៉ុន្តែក្នុងអង្គសិលនីមួយអ្នកខ្លះអត់តន់យល់ថាមានប្រមាណអីគេខ្លះបត់អ្វីដែលអាចកើតឡើងសម្រាប់ដាច់សិលដាច់អីនឹងដូចគ្នានៅពេលដែលអ្នកគ្នាព្យាយាមបំពេញក្តីសុខអីគេច្រើនពេកអ្នកគ្នាដូចជាធុងសម្រាប់មួយដែលគេចាំតែបោះសម្រាប់អញ្ចឹងខ្ញុំអត់មានអីនិយាយទេអត្ថបទនេះខ្ញុំមានតែប៉ុណ្្នឹងទេឆ្លៀតបន្តិចមួយថ្ងៃបន្តិចតនេក៏និយាយអត់តនេទៅក៏មិនដឹងធ្វើម៉េចទេគាត់តែសេវអត្ថបទចោលសម្រាប់ចែកម្លែកបងប្អូនទៅហើយសង្ឃឹមថាបងប្អូននឹងស្ដាប់យល់ទាំងអស់គ្នាខ្ញុំនិយាយថ្ងៃនេះវីដេអូនេះគឺដូចជាក្រៀមភាសាមានថាជាភាសាមួយដែលខ្ញុំនិយាយប្រចាំថ្ងៃខ្ញុំអត់ចង់និយាយបែបណាអីអត់ជោគជ័យអត់ទេខ្ញុំគាត់និយាយដើម្បីឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលនឹងស្ដាប់និយាយបែបកាចបន្តិច slow បន្តិចព្រោះបន្តិចអត់សូវព្រោះបន្តិចអូខេអញ្ចឹងសង្ឃឹមថាបងប្អូននឹងអាចស្ដាប់បានជាប្រយោជន៍សម្រាប់មនុស្សសង្គមជាតិខ្មែរដែលយើងអាចស្ដាប់ភាសាក្បែរបានហើយយើងជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបាយ